ការថែទាំអ្នកជំងឺដែលមានផ្តាសាយប្រភេទ Flu A ការថែទាំដែលសំខាន់សម្រាប់អ្នកដែលមានជំងឺផ្តាសាយ Flu A គឺភាពសុខស្រួលរបស់គាត់និងការសម្រាកបានគ្រប់គ្រាន់ជាក់ស្ដែងយើងត្រូវលើកទឹកចិត្តឲ្យគាត់សម្រាកឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យប្រព័ន្ធភាពស៊ាំរបស់គាត់នឹងអាចប្រឆាំងឬមួយការពាររាងកាយទៅនឹងការបង្ករោគពីខាងក្រៅទីពីរគឺយើងជៀសវាងឲ្យគាត់ធ្វើលំហាត់ប្រាណឬធ្វើការធ្ងន់ហួសកម្លាំងកំឡុងពេលដែលមានគ្រុនក្តៅចំពោះបរិយាកាសនៅក្នុងបន្ទប់ដែលគាត់សម្រាកគឺត្រូវមានខ្យល់ចេញចូលគ្រប់គ្រាន់មានភាពស្ងប់ស្ងាត់ល្អនិងមានកម្ដៅក្នុងកម្រិតមួយសមរម្យប្រសិនបើអ្នកជំងឺគាត់ក្អកឬមួយពិបាកដកដង្ហើមយើងអាចដាក់ស្ថានភាពរបស់អ្នកជំងឺក្នុងស្ថានភាព semi fuller ឬមួយក្បាលខ្ពស់ជាងដងខ្លួនឬមួយយើងហៅថាកម្ពស់45ដឺក្រេទីពីរគឺសារធាតុអេឡិចត្រូលីតនិងអាហារូបត្ថម្ភដែលយើងត្រូវយកចិត្តទុកដាក់មានដូចជាការបរិភោគទឹកស្អាតឲ្យបានគ្រប់គ្រាន់សារធាតុទាំងឡាយណាដែលជួយបង្គ្រប់ជាតិទឹកមានដូចជាស៊ុបតែក្តៅនិងផ្លែឈើទឹកផ្លែឈើជាដើមដើម្បីការពារអ្នកជំងឺខ្វះជាតិទឹកកំឡុងពេលគាត់មានរោគសញ្ញាគ្រុនក្តៅអ្នកជំងឺគួរតែបរិភោគអាហារដែលមានអឺសុភាពទន់ដូចជាបាយទន់បបរផ្លែឈើបន្លែឬមួយសាច់ដែលមានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ប្រសិនបើគាត់មានសុភាពខ្សោយឬមួយគាត់ញ៉ាំទៅក្អួតយើងអាចឲ្យគាត់ញ៉ាំម្ដងបន្តិចដោយឲ្យគាត់ញ៉ាំឲ្យបានច្រើនដងហើយកុំបង្ខំគាត់ឲ្យញ៉ាំតែម្ដងដោយក្នុងបរិមាណដែលច្រើនទី3គឺគ្រប់គ្រងទៅលើកម្ដៅនិងការឈឺចាប់របស់គាត់ប្រសិនបើគាត់ក្តៅខ្លួនឬមួយឈឺសាច់ដុំយើងអាចឲ្យប៉ារ៉ាសេតាមុលរយៈពេល4ទៅ6ម៉ោងម្ដងហើយត្រូវជៀសវាងការផ្ដល់ថ្នាំអាស្ពីរីនទៅដល់កុមារឬមនុស្សដែលមិនទាន់ពេញវ័យក្នុងករណីដែលមានការគ្រុនក្តៅខ្លាំងលើសពី39អង្សាយើងអាចធ្វើការដណ្ដប់ត្រជាក់ជូនគាត់ដោយឲ្យសីតុណ្ហភាពនៃទឹកដែលស្អំទៅគាត់ហ្នឹងគឺប្រហាក់ប្រហែលទៅនឹងកម្ដៅរាងកាយរបស់គាត់ដែលកំពុងមានហើយត្រូវតាមដាននៅសីតុណ្ហភាពរាងកាយរបស់គាត់ឲ្យបានត្រឹមត្រូវនិងទៀងទាត់ប្រសិនបើគាត់មានក្អកនិងមានការជឿកយើងអាចលើកទឹកចិត្តឲ្យគាត់ញ៉ាំទឹកក្តៅអ៊ុនៗនិងបង្រៀនគាត់នៅក្នុងការក្អកហើយនឹងដកដង្ហើមជ្រៅត្រូវជៀសវាងការប្រើថ្នាំកាត់បន្ថយស្លេសប្រសិនបើមិនសំខាន់ឬមិនរំខានដល់ដំណេករបស់គាត់លើកទឹកចិត្តឲ្យគាត់បៀមទឹកអំបិលជាមួយនឹងទឹកក្តៅអ៊ុនៗមួយថ្ងៃ2ទៅ3ដងដើម្បីកាត់បន្ថយការឈឺកចំពោះប្រព័ន្ធផ្លូវដង្ហើមគឺត្រូវរក្សាប្រព័ន្ធផ្លូវដង្ហើមឲ្យបានស្រឡះល្អយើងអាចឆ្ពង់ជូនគាត់ដើម្បីឲ្យមានការស្រឡះនៅផ្លូវខ្យល់តាមដាននៅសញ្ញានៃការពិបាកដកដង្ហើមដូចជាដង្ហើមញាប់ការឈឺទ្រូងឬមួយស្វាយនៅបបូរមាត់មួយទៀតគឺបើសិនបើគាត់មានសុភាពធ្ងន់គឺអាចបញ្ជូនទៅមន្ទីរពេទ្យដើម្បីផ្ដល់អុកស៊ីសែនជូនគាត់ហើយតាមដានសញ្ញាជីវិតឲ្យបានដិតដល់មានដូចជាកម្ដៅចង្វាក់ដង្ហើមជីពចរហើយអុកស៊ីសែនជាដើមជាពិសេសគឺសញ្ញានៃផលបាក់ដូចជាការក្តៅខ្លួនលើសពី5ថ្ងៃការពិបាកក្នុងការដកដង្ហើមទឹកនោមមានការថយចុះមួយទៀតចំណុចសំខាន់គឺការបង្ការការគ្រប់គ្រងការចម្លងរោគទី1គឺត្រូវពាក់ម៉ាស់នៅពេលក្អកឬកណ្ដាស់ចំពោះក្រដាសដែលប្រើហើយត្រូវបោះចោលក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវហើយត្រូវលាងដៃជាមួយនឹងសាប៊ូនិងទឹកឬក៏សូលូស្យូងសម្រាប់មេរោគជៀសវាងការតាក់ទងប៉ះពាល់ផ្ទាល់ជាមួយនឹងក្រុមគ្រួសារជាពិសេសអ្នកដែលមានអាយុចាស់ហើយនិងកុមារត្រូវសម្អាតលើផ្ទៃដែលប៉ះពាល់ផ្ទាល់ចំពោះការអប់រំសុខភាពដល់អ្នកជំងឺគឺត្រូវពន្យល់គាត់អំពីរយៈពេលនៃការកាត់ផ្តាសាយហ្នឹងហើយលើកទឹកចិត្តគាត់ឲ្យគាត់សម្រាកបានគ្រប់គ្រាន់ជៀសវាងការទៅទីសាធារណៈរហូតដល់24ម៉ោងបន្ទាប់ពីបាត់សញ្ញាក្តៅខ្លួនដោយមិនមានការប្រើប្រាស់ថ្នាំបញ្ចុះកម្ដៅ
ហើយលើកទឹកចិត្តអ្នកជំងឺឲ្យទៅចាក់វ៉ាក់សាំងផ្តាសាយឲ្យបានទៀងទាត់